មិត្តអ្នកធ្វើការដំបូងដែលគួរឲ្យគោរពយើងដឹងថាការចាប់ផ្ដើមការងារដំបូងគឺជាបទពិសោធន៍ថ្មីមួយដែលពោរពេញទៅដោយភាពរំភើបផងនិងក្តីបារម្ភផងអ្នកប្រហែលជាគិតថាតើធ្វើបែបណាទើបអាចបំពេញការងារដំបូងរបស់អ្នកឲ្យបានល្អហើយតើអ្នកគួរសម្របខ្លួនបែបណានៅទីកន្លែងការងារដំបូងនេះម្យ៉ាងទៀតតើអ្នកត្រូវត្រៀមអ្វីខ្លះក្នុងការឈានជើងចូលក្នុងពិភពការងារដែលសម្បូរទៅដោយការប្រកួតប្រជែងមេរៀនថ្ងៃនេះគឺយើងចង់ណែនាំឲ្យអ្នកយកទៅគិតនិងពិចារណាដើម្បីជាប្រយោជន៍ក្នុងការជួយអ្នកនៅលើផ្លូវការងារដ៏វែងឆ្ងាយមួយនេះយើងសូមបន្តជាមួយនឹងប្រធានបទការមានឆន្ទៈក្នុងការរៀនសូត្រនិងការទទួលយកមតិកែលម្អប្រធានបទនេះគឺជាកូនសោរពន្លឿនការរីកចម្រើនក្នុងអាជីពរបស់អ្នកជំរាបសួរម្ដងទៀតមិត្តអ្នកធ្វើការដំបូងដ៏ឧស្សាហ៍ព្យាយាមគ្រប់រូបសូមចងចាំថាការចាប់ផ្ដើមការងារដំបូងបង្អស់គឺពិតជាការចាប់ផ្ដើមដំណើរដ៏វែងឆ្ងាយមួយនៃការរៀនសូត្រដែលមិនចេះចប់ឡើយអ្នកនឹងមានរឿងរ៉ាវថ្មីៗជាច្រើនដែលត្រូវស្វែងយល់អំពីតួនាទីការងាររបស់អ្នកអំពីវប្បធម៌និងប្រព័ន្ធការងាររបស់ក្រុមហ៊ុនអំពីមិត្តរួមការងារនិងអំពីរបៀបដែលអ្វីៗទាំងអស់ដំណើរការនៅក្នុងក្រុមហ៊ុនជាក់ស្ដែងដើម្បីឲ្យអ្នកអាចរៀនសូត្របានឆាប់រហ័សក្លាយជាអ្នកដែលមានជំនាញប៉ិនប្រសប់និងរីកចម្រើនក្នុងអាជីពលឿនជាងមុនអ្នកចាំបាច់ត្រូវតែមានចិត្តទូលាយមានឆន្ទៈក្នុងការរៀនសូត្រហើយត្រូវហ៊ានទទួលយកមតិយោបល់ឬការកែលម្អពីអ្នកដទៃដោយបើកចំហអត្ថបទនេះនឹងជួយពន្យល់ឲ្យអ្នកយល់ច្បាស់អំពីមូលហេតុដែលជំនាញទាំងពីរនេះមានសារៈសំខាន់សម្រាប់អ្នកអត្ថប្រយោជន៍ដែលអ្នកនឹងទទួលបានពីការអភិវឌ្ឍជំនាញទាំងនេះព្រមទាំងមានគន្លឹះខ្លះៗដើម្បីឲ្យអ្នកអាចយកទៅអនុវត្តបានទៀតផងតើអ្វីទៅជាឆន្ទៈក្នុងការរៀនសូត្រនិងការទទួលយកមតិកែលម្អនៅក្នុងការងារឆន្ទៈក្នុងការរៀនសូត្រគឺសំដៅទៅលើផ្នត់គំនិតនិងការប្រាថ្នារបស់អ្នកដែលតែងតែចង់ចេះចង់ដឹងចង់ស្វែងយល់ចង់ស្រូបយកនៅចំណេះដឹងនិងបទពិសោធន៍ថ្មីៗជានិច្ចអ្នកមិនគិតថាខ្លួនឯងចេះគ្រប់រឿងហើយដឹងគ្រប់យ៉ាងនោះទេប៉ុន្តែអ្នកតែងតែស្វែងរកឱកាសនិងមធ្យោបាយដើម្បីបង្កើនចំណេះដឹងជំនាញនិងសមត្ថភាពរបស់ខ្លួនឲ្យកាន់តែប្រសើរឡើងចំណែកការទទួលបានយកមតិកែលម្អគឺសំដៅទៅលើសមត្ថភាពរបស់អ្នកក្នុងការស្ដាប់និងពិចារណាទៅលើយោបល់ការណែនាំឬការវិតម្លៃដែលអ្នកដទៃផ្ដល់ឲ្យអំពីលទ្ធផលការងារឬអាកប្បកិរិយារបស់អ្នកមិនថាយោបល់នោះជាការសរសើរឬជាការរិះគន់ក្នុងន័យស្ថាបនាក៏ដោយអ្នកអាចយល់បានពីអត្ថន័យនិងគោលបំណងនៃការផ្ដល់មតិនោះដោយមិនមានអារម្មណ៍អវិជ្ជមានឬក៏មានការការពារខ្លួនខ្លាំងពេកហើយអ្នកនឹងយកទៅពិចារណានិងប្រើប្រាស់ដើម្បីកែលម្អខ្លួនឯងឲ្យកាន់តែប្រសើរឡើងសម្រាប់បុគ្គលិកថ្មីថ្មោងជំនាញទាំងពីរនេះបូករួមគ្នាមានន័យថាអ្នកត្រូវមានភាពក្លាហានក្នុងការសួរសំណួរនៅពេលដែលអ្នកមិនច្បាស់ពីអ្វីមួយត្រូវឧស្សាហ៍សង្កេតមើលនិងរៀនសូត្រពីអ្នកដែលមានបទពិសោធន៍ច្រើនត្រូវបើកចិត្តស្ដាប់ដោយយកចិត្តទុកដាក់បំផុតនៅពេលដែលអ្នកគ្រប់គ្រងឬមិត្តរួមការងារប្រាប់អ្នកពីចំណុចណាដែលត្រូវកែលម្អហេតុអ្វីឆន្ទៈក្នុងការរៀនសូត្រនិងការទទួលយកមតិកែលម្អសំខាន់ខ្លាំងសម្រាប់អ្នកដែលទើបចាប់ផ្ដើមការងារដំបូងការមានជំនាញទាំងពីរនេះអាចជាកត្តាកំណត់ដ៏សំខាន់មួយសម្រាប់ភាពជោគជ័យនិងល្បឿននៃការរីកចម្រើនរបស់អ្នកនៅក្នុងដំណាក់កាលដំបូងនៃអាជីពពន្លឿនល្បឿននៃការយល់ដឹងនិងការរៀនសូត្ររបស់អ្នកនឹងអាចយល់ដឹងអំពីតួនាទីនិងទំនួលខុសត្រូវរបស់ខ្លួនក៏ដូចជាអំពីរបៀបធ្វើការនិងនីតិវិធីរបស់ក្រុមហ៊ុនបានលឿនជាងមុនប្រសិនបើអ្នកមានឆន្ទៈសួរសំណួរនៅពេលមិនច្បាស់និងយកចិត្តទុកដាក់ស្ដាប់ការណែនាំផ្សេងៗកាត់បន្ថយឱកាសក្នុងការធ្វើខុសម្ដងហើយម្ដងទៀតមតិកែលម្អគឺជាកញ្ចក់ដែលឆ្លុះបញ្ចាំងឲ្យអ្នកឃើញពីចំណុចខ្វះខាតឬកំហុសឆ្គងការទទួលយកមតិកែលម្អដោយស្ថាបនាជួយឲ្យអ្នកកែខ្លួនបានទាន់ពេលនិងមិនចាំបាច់ធ្វើកំហុសដដែលអភិវឌ្ឍជំនាញបានលឿនត្រឹមត្រូវតាមស្តង់ដារអ្នកដែលមានបទពិសោធន៍ច្រើនក្នុងក្រុមហ៊ុនអាចណែនាំអ្នកអំពីវិធីសាស្ត្រល្អបំផុតក្នុងការធ្វើការងារឬជំនាញដែលចាំបាច់ការរៀនសូត្រពីពួកគេនិងទទួលយកមតិយោបល់ពីអ្នកដែលមានចំណេះដឹងជួយឲ្យអ្នកអភិវឌ្ឍជំនាញរបស់ខ្លួនបានលឿននិងត្រឹមត្រូវទៅតាមអ្វីដែលការងារឬក្រុមហ៊ុនត្រូវការជួយអ្នកបំពេញការងារត្រូវតាមការរំពឹងទុកការទទួលយកមតិកែលម្អពីថ្នាក់ដឹកនាំឬអ្នកគ្រប់គ្រងជួយឲ្យអ្នកយល់កាន់តែច្បាស់អំពីអ្វីដែលពួកគេរំពឹងទុកដែលធ្វើឲ្យអ្នកអាចបំពេញការងារត្រូវទៅតាមគោលដៅ
ចំណែកអត្ថប្រយោជន៍ដែលអ្នកនឹងទទួលបានពីការមានឆន្ទៈក្នុងការរៀនសូត្រនិងការទទួលយកមតិកែលម្អនោះមានដូចជាអ្នកនឹងឆាប់ក្លាយជាអ្នកជំនាញក្នុងតួនាទីរបស់ខ្លួនពេលអ្នករៀនបានលឿនធ្វើបានល្អអ្នកនឹងឆាប់ក្លាយជាបុគ្គលិកដែលគេអាចពឹងផ្អែកបានការងាររបស់អ្នកនឹងបានផលខ្ពស់នៅពេលអ្នកចេះកែលម្អខ្លួនការងាររបស់អ្នកនឹងមានគុណភាពប្រសើរឡើងជាលំដាប់មានទំនាក់ទំនងល្អជាមួយអ្នកគ្រប់គ្រងនិងមិត្តរួមការងារពួកគេនឹងមើលឃើញថាអ្នកមានចិត្តចង់រៀននិងគោរពបទពិសោធន៍របស់ពួកគេដែលទាំងនេះធ្វើឲ្យពួកគេរីករាយក្នុងការជួយនិងណែនាំអ្នកទទួលបានឱកាសថ្មីៗបន្ថែមទៀតនៅពេលអ្នកបង្ហាញពីការរីកចម្រើននិងភាពចង់ចេះចង់ដឹងក្នុងការរៀនសូត្រក្រុមហ៊ុននឹងមានទំនុកចិត្តលើអ្នកហើយអាចផ្ដល់ឱកាសការងារឬគម្រោងថ្មីៗដែលគួរឲ្យចាប់អារម្មណ៍បង្កើនទំនុកចិត្តលើសមត្ថភាពខ្លួនឯងកាលណាអ្នកកាន់តែចេះកាន់តែដឹងនិងធ្វើការបានកាន់តែល្អអ្នកនឹងមានអារម្មណ៍ជឿជាក់លើខ្លួនឯងខ្លាំងឡើងជាលំដាប់កសាងកេរ្តិ៍ឈ្មោះល្អជាបុគ្គលិកដែលចេះស្ដាប់និងចង់រៀននេះគឺជាគុណសម្បត្តិដ៏មានតម្លៃបំផុតមួយដែលថៅកែនិងមិត្តរួមការងារចង់បានពីបុគ្គលិកថ្មីគន្លឹះសំខាន់ដើម្បីអភិវឌ្ឍឆន្ទៈក្នុងការរៀនសូត្រនិងសមត្ថភាពទទួលយកមតិកែលម្អចូលវឹកហាត់ផ្នត់គំនិតរីកចម្រើនដែលគេហៅថា growth mindset ជឿជាក់យ៉ាងមុតមាំថាអ្នកអាចអភិវឌ្ឍសមត្ថភាពចំណេះដឹងនិងជំនាញរបស់ខ្លួនតាមរយៈការខិតខំប្រឹងប្រែងការរៀនសូត្រនិងការអនុវត្តកុំគិតថាចំណេះឬទេពកោសល្យរបស់យើងមានកម្រិតត្រឹមតែប៉ុណ្ណេះសួរសំណួរឲ្យបានច្រើនសួរឲ្យស្របតាមកាលៈទេសៈនៅពេលអ្នកមានចម្ងល់ឬមិនច្បាស់ពីចំណុចណាមួយសូមកុំស្ទាក់ស្ទើរឬខ្លាចក្នុងការសួរសំណួរទៅកាន់អ្នកដែលមានបទពិសោធន៍ច្រើនជាងឬអ្នកគ្រប់គ្រងរបស់អ្នកការសួរនៅពេលដែលអ្នកមិនដឹងគឺប្រសើរជាងការធ្វើខុសដោយសារតែមិនបានសួរហើយខ្ជិះខ្ជាយពេលទៅធ្វើកិច្ចការដែលមិនតម្រូវឲ្យធ្វើស្ដាប់ដោយយកចិត្តទុកដាក់បំផុតនៅពេលគេផ្ដល់មតិកែលម្អនៅពេលថៅកែអ្នកគ្រប់គ្រងឬមិត្តរួមការងារផ្ដល់មតិណែនាំអ្នកសូមផ្ដោតអារម្មណ៍ស្ដាប់ដោយយកចិត្តទុកដាក់ព្យាយាមយល់ពីអ្វីដែលពួកគេចង់និយាយសូមកុំរំខានឬកាត់សម្ដីនៅពេលពួកគេកំពុងតែប្រាប់កុំមានប្រតិកម្មតបឬការពារខ្លួនភ្លាមនៅពេលទទួលបានមតិកែលម្អជាពិសេសនៅពេលការរិះគន់ក្នុងន័យស្ថាបនាទោះបីពេលខ្លះវាមិនត្រឹមត្រូវទាំងស្រុងក៏ដោយសូមព្យាយាមរក្សាភាពស្ងប់ស្ងាត់និងគ្រប់គ្រងអារម្មណ៍របស់អ្នកកុំមានអារម្មណ៍ថាគេកំពុងវាយប្រហារអ្នកអីដកដង្ហើមឲ្យវែងហើយព្យាយាមយល់ពីគោលបំណងល្អដែលពួកគេចង់ជួយអ្នកសូមការបំភ្លឺបន្ថែមប្រសិនបើអ្នកមិនច្បាស់ប្រសិនបើអ្នកមិនយល់ច្បាស់ពីចំណុចដែលគេចង់ឲ្យអ្នកកែលម្អសូមឲ្យពួកគេពន្យល់បន្ថែមទៀតឬផ្ដល់ឧទាហរណ៍ជាក់លាក់ដើម្បីឲ្យអ្នកងាយស្រួលយល់និងអាចអនុវត្តបានត្រឹមត្រូវថ្លែងអំណរគុណដោយស្មោះចំពោះមតិកែលម្អទោះបីជាមតិយោបល់នោះស្ដាប់ទៅពិបាកបន្តិចក៏ដោយក៏សូមថ្លែងអំណរគុណចំពោះអ្នកដែលបានចំណាយពេលនិងខ្វល់ខ្វាយផ្ដល់មតិកែលម្អដល់អ្នកពីព្រោះនេះបង្ហាញថាពួកគេចង់ជួយអ្នកឲ្យក្លាយជាមនុស្សរីកចម្រើនពិចារណាលើមតិកែលម្អនិងយកទៅអនុវត្តក្រោយពេលទទួលបានមតិកែលម្អហើយសូមចំណាយពេលគិតពិចារណាដោយហ្មត់ចត់អំពីអ្វីដែលគេបានប្រាប់ស្វែងរកវិធីល្អបំផុតដើម្បីអនុវត្តនៅការកែតម្រូវឬការណែនាំដែលអ្នកបានទទួលសូមបង្ហាញថាអ្នកបានយកមតិកែលម្អទៅអនុវត្តពិតប្រាកដគឺជារឿងសំខាន់ណាស់ផ្ដួចផ្ដើមសុំមតិកែលម្អដោយខ្លួនឯងកុំចាំរហូតដល់មានការវាយតម្លៃប្រចាំខែឬប្រចាំឆ្នាំពេលខ្លះអ្នកអាចសួរទៅកាន់អ្នកគ្រប់គ្រងផ្ទាល់ឬមិត្តរួមការងារដែលអ្នកទុកចិត្តអំពីរបៀបធ្វើការរបស់អ្នកនិងចំណុចដែលអ្នកយល់ថាអ្នកអាចកែលម្អបានបន្ថែមទៀតសរុបមកការមានឆន្ទៈក្នុងការរៀនសូត្រនិងសមត្ថភាពក្នុងការទទួលយកមតិកែលម្អគឺជាកម្លាំងចលករដ៏សំខាន់បំផុតសម្រាប់ការអភិវឌ្ឍនិងពង្រឹងដំណើរការរីកចម្រើននៃអាជីពការងារដំបូងរបស់អ្នកជាពិសេសនៅពេលអ្នកទើបតែចាប់ផ្ដើមការមានជំនាញទាំងពីរនេះធ្វើឲ្យអ្នកក្លាយជាបុគ្គលិកដែលរៀនសូត្របានលឿនឆាប់ចេះឆាប់ប៉ិនប្រសប់មានភាពរឹងមាំក្នុងការប្រឈមជាមួយបញ្ហានានាសូមចងចាំថាការរៀនសូត្រមិនមានទីបញ្ចប់ឡើយសូមបន្តបើកចិត្តទូលាយជានិច្ចស្វែងរកចំណេះដឹងនិងជំនាញថ្មីហើយទទួលយកមតិយោបល់ដោយស្ថាបនារាល់មតិកែលម្អដែលអ្នកបានទទួលគឺប្រៀបដូចជាអំណោយដ៏មានតម្លៃដែលជួយអ្នកមើលឃើញចំណុចខ្វះខាតរបស់ខ្លួននិងមានឱកាសដើម្បីអភិវឌ្ឍខ្លួនឯងឲ្យកាន់តែប្រសើរជាងមុនសូមជូនពរអ្នកទាំងអស់គ្នាទទួលបានភាពជោគជ័យនិងរីកចម្រើនឥតឈប់ឈរនៅក្នុងអាជីពការងាររបស់ខ្លួនតាមរយៈការបន្តរៀនសូត្រនិងការទទួលយកមតិកែលម្អដោយវិជ្ជមាន